សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូដែលបង្ហាញអំពីវិធីនៅក្នុងការដូរ font នៅលើ Canva Pro Affinity បូក Education របស់យើងជាដំបូងយើងបង្កើតfont ប្រអប់អក្សរមួយហើយយើង select លើ font នេះបន្ទាប់មកយើងមើលមកខាងលើនេះយើងនឹងឃើញពុម្ពអក្សរហើយយើងចុចលើនឹងមួយជាដំបូងនៅលើនេះគឺអត់ទាន់មានជាទម្រង់ font ដែលពេញលេញច្រើនទេនេះគឺជា font អ៊ីនធឺណិតដែលកម្មវិធី Canva បានអនុញ្ញាតឲ្យប្រើប្រាស់ប៉ុន្តែយើងចង់បាន font លើសពីនឹងច្រើនទៀតអញ្ចឹង font ដែលខ្ញុំបាន add ដើម្បីចូលមកមើល font ទាំងអស់នឹងបានគឺបងប្អូនមើលលើបណ្ដុំឧបករណ៍ម៉ាកសញ្ញាបន្ទាប់មកយើងចុចកន្លែងនឹងមួយហើយនៅក្នុងនេះមាន2កន្លែងនេះមានរូប logo SM Digital មួយបើមើលមកកាន់កន្លែងនេះសរសេរដាក់ថា Your Premium Feature by Admin គឺមានថានៅក្នុងនេះខ្ញុំបានបន្ថែមនៅពុម្ពអក្សរខ្មែរយើងជាច្រើនដែលបងប្អូនអាច select នៅលើនឹងមួយបន្ទាប់មកយើងចុច select Brand Kit បន្ទាប់ពី select Brand Kit ហើយយើងនឹងឃើញពុម្ពអក្សរនៅខាងក្រោមនេះដែលខ្ញុំបាន add ហ្នឹងគឺជាពុម្ពអក្សរខ្មែរស្អាតៗទាំងអស់ដែលយើងមានអូខេមានគ្រប់ប្រភេទតែម្ដងអញ្ចឹងបងប្អូនដែលត្រូវការ font អក្សរខ្មែរនៅក្នុងកម្មវិធី Canva Pro Affinity បូក Education អាចធ្វើតាមវិធីនេះដើម្បីយក font អក្សរខ្មែរស្អាតៗប្រើបានអរគុណ